ការជ្រើសរើសទ្វារបន្ទប់ទឹកឈើត្រូវតែធានាបាននូវសោភ័ណភាពក៏ដូចជាការបង្កើនមុខងាររបស់វាផងដែរដូច្នេះតើយើងត្រូវយកចិត្តទុកដាក់លើលក្ខណៈវិនិច្ឆ័យណាខ្លះតោះស្វែងយល់ជាមួយ Segundo ភ្លាមទី1គឺសោភ័ណភាពទ្វារត្រូវតែមានពណ៌និងទំហំដែលសមរម្យសម្រាប់ទំហំទាំងមូលអ្នកគួរជ្រើសរើស model ដែលស្របនឹងទ្វារផ្សេងទៀតក្នុងផ្ទះដូចជាទ្វារផ្ទះបាយបន្ទប់គេងកុំជ្រើសរើសទ្វារធំពេកឬតូចពេកដែលនឹងបំផ្លាញស្ថាបត្យកម្មរបស់ផ្ទះបន្ទប់ទឹកគឺជាកន្លែងដែលមានលក្ខខណ្ឌបរិស្ថានដែលងាយបង្កជាផ្សិតនិងខូចខាតដល់សម្ភារៈដូច្នេះសម្ភារៈនៃទ្វារឈើត្រូវតែមានភាពធន់ទ្រាំសំណើមល្អជាពិសេសខ្សែទ្វារភាគសើតែងតែត្រូវបានគេវាយតម្លៃខ្ពស់ចំពោះលក្ខណៈវិនិច្ឆ័យនេះលើសពីនេះទៀតពិនិត្យមើលការបត់បែននៃទ្វារវាត្រូវតែជាសម្ភារៈប្រឆាំងនឹងការ working ដ៏ល្អជាចុងក្រោយនៅក្នុងលក្ខខណ្ឌនៃការចំណាយលើការទិញនិងការដំឡើងវាត្រូវតែមានលក្ខណៈសមរម្យសម្រាប់លក្ខខណ្ឌហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកមានទ្វារជាច្រើនប្រភេទនៅលើទីផ្សារជាមួយនឹងការរចនានិងសម្ភារៈផ្សេងអតិថិជនអាចរៀននិងធ្វើជម្រើសដ៏ល្អហើយបន្ទាប់ពីពិនិត្យមើលលក្ខណៈវិនិច្ឆ័យទាំងអស់ដែលបានកំណត់ Segundo ស្នើឲ្យអ្នកនៅផលិតផលទ្វារឈើដែលស្របដោយភាគដែលនឹងបំពេញតាមលក្ខណៈវិនិច្ឆ័យខាងលើទាំងអស់សូមតាក់ទងមកយើងខ្ញុំជាបន្ទាន់ដើម្បីឲ្យពួកយើងអាចបម្រើអ្នកតាមមធ្យោបាយដែលខិតខំប្រឹងប្រែងបំផុត